ជំរាបសួរក៏សួស្តីទៅកាន់ប្រិយមិត្តរបស់តាមដានទាំងអស់គ្នាថ្ងៃនេះ admin នឹងនាំយកសាច់រឿងមួយទៀតគឺវិញ្ញាណស្រីរបាំអ្នកទាំងអស់គ្នាសាច់រឿងមួយនេះគឺ admin ធានាថាល្អមើលជក់ចិត្តមែនទែនតាំងពីដើមរហូតដល់ចប់ជាពិសេសអ្នកទាំងអស់គ្នានឹងមានអារម្មណ៍សម័យនៅក្នុងសាច់រឿងមួយនេះអញ្ចឹងកុំឲ្យខាតពេលវេលាយូរ admin នឹងប្រាប់ពីរឿងរ៉ាវនៃការឡើងនៃសាច់រឿងនេះបើក្បាលនៃសាច់រឿងគឺមានក្មេងៗមួយក្រុមកំពុងតែអង្គុយជាមួយនឹងតាចាស់ម្នាក់ដែលឈ្មោះថាតាហ៊ួនក្មេងៗក៏បានសួរតាហ៊ួនអំពីរឿងរ៉ាវនៃប្រាសាទមួយដែលនៅក្នុងតំបន់ក្នុងព្រៃមួយដែលដាច់ស្រយាលគ្មានអ្នកណាអាចហ៊ានចូលទៅបានទេក្មេងៗក៏សួររឿងរ៉ាវអំពីពាក្យចាំរាមរបស់ចាស់ៗនៅក្នុងភូមិថាតើនៅក្នុងព្រៃនេះពិតជាមានប្រាសាទមួយដ៏ចាស់យូរអង្វែងមែនដែរទេលោកតាក៏បានព្យាយាមរៀបរាប់រឿងរ៉ាវកើតឡើងរបស់ប្រាសាទមួយនេះក្មេងៗក៏បានសួរទៀតតើប្រាសាទនេះដែលគេល្បីថាមានស្រីរបាំម្នាក់ដែលជាខ្មោចមែនដែរឬទេតាហ៊ួនក៏បាននិយាយថាទេកុំនិយាយបែបនេះអីចៅតាគ្រាន់តែដំណើរសាច់រឿងមួយចំនួនដែលតាធ្លាប់បានជួបកាលពីប្រហែលឆ្នាំមុនពេលដែលតាធ្លាប់បានចូលទៅក្នុងព្រៃនេះតាពិតជាបានចូលទៅដល់ក្នុងតំបន់ប្រាសាទមួយនោះមែនតំបន់ប្រាសាទនោះពិតជាមានមនុស្សតាមថែរក្សាហើយចៅមិនអាចយកវត្ថុអ្វីមួយចេញពីប្រាសាទនោះទេប្រសិនបើចៅហ៊ានទៅយកចៅនោះនឹងគ្មានជីវិតរួចផុតពីទីកន្លែងនោះទេទីនោះពិតជាមានមនុស្សស្រីរបាំម្នាក់ជាអ្នកគ្រប់គ្រងនិងតាមថែរក្សានៅសម្បត្តិបេតិកភណ្ឌទាំងអស់នោះដូចនេះអ្នកណាដែលលោភលន់ហ៊ានយករបស់អ្វីចេញពីតំបន់នោះនឹងគ្មានជីវិតចេញមកទេគ្រាន់តែតាបានរំលឹកពីនារីរបាំម្នាក់នោះស្រាប់តែខ្យល់បានបក់យ៉ាងខ្លាំងមួយរំពេចធ្វើឲ្យសម្លេងបន្លឺចេញពីក្នុងព្រៃអំពីសម្លេងភ្លេងពិនពាទ្យតាពេលនោះក៏ដឹងចាប់ផ្ដើមគិតថាប្រហែលជានារីរបាំម្នាក់នោះបង្ហាញខ្លួនទៀតហើយតាក៏លើកដៃសុំខំហាត់ទោសនិងសុំទោសទៅកាន់វត្ថុស័ក្តិសិទ្ធិនិងអរុក្ខអារក្សលោកតាដែលនៅស័ក្តិសិទ្ធិនៅទីនេះសូមខមាទោសដែលបានរៀបរាប់និងរំលឹករឿងរ៉ាវចាស់ឡើងវិញពេលនោះតាក៏បានប្រាប់ក្មេងៗឲ្យចូលទៅក្នុងផ្ទះវិញហើយអ្នកភូមិក៏ចាប់ផ្ដើមឮសំឡេងតន្ត្រីនោះប្រគំឡើងវិញទៀតពួកគេក៏បានចាប់ផ្ដើមបិទទ្វារចូលទៅក្នុងផ្ទះរៀងខ្លួនមួយអន្លើក្រោយមកមានមនុស្សមួយក្រុមដែលជាអ្នករកនៅវត្ថុបុរាណពួកគេគឺជាអ្នកដែលតែងតែលក់វត្ថុបុរាណទៅឲ្យជនបរទេសពួកគេបានកាន់នៅផែនទីដើម្បីរកប្រាសាទមួយនោះព្រោះពួកគេដឹងថានៅប្រាសាទមួយនោះមានវត្ថុបុរាណជាច្រើនដែលអាចលក់ហើយពួកគេប្រកាសជាខ្លាចជាអ្នកមានមិនខាននៅពេលនៅច្រកចូលនោះពួកគេបានប្រមូលអីវ៉ាន់ដែលសម្ភារៈដែលត្រូវការជីកកាប់គាស់យកវត្ថុបុរាណទាំងអស់នោះពួកគេបានកំណត់ទិសដៅដើម្បីចូលទៅរកទីនោះប៉ុន្តែនៅក្នុងព្រៃនេះពិតជាជ្រៅហើយមិនអាចមើលសូម្បីតែពន្លឺថ្ងៃបានពួកគេក៏បានបន្តដំណើរចូលទៅក្នុងព្រៃជ្រៅមួយនោះយប់ដែលពួកគេបានធ្វើដំណើរមកនេះគឺជាយប់ថ្ងៃ15កើតពេញបូរមីនៅក្នុងចំណោមពួកគេនោះមានម្នាក់គឺជាមនុស្សដែលព្យាយាមតែងតែបដិសេធមិនចង់បន្តធ្វើការងារមួយនោះទេប៉ុន្តែដោយសារតែមានការគំរាមកំហែងនិងជីវភាពខ្វះខាតខ្លាំងទើបគេតម្រូវដើរតាមពួកក្រុមមួយនោះនៅពេលដែលពួកគេចូលទៅក្នុងព្រៃជ្រៅមួយនោះពួកគេបានឮសំឡេងភ្លេងពិណពាទ្យនិងសំឡេងសត្វយំដ៏គួរឲ្យព្រឺព្រួចនៅតាមដងផ្លូវធ្វើឲ្យពួកគេមានអារម្មណ៍ថាព្រឺក្បាលពួកគេក៏បានបន្តដំណើរទៅមុខទៀតទៅជួបទៅនឹងព្រះសង្ឃមួយអង្គដែលកំពុងអង្គុយសមាធិអុជទៀនផ្លុងនៅកណ្ដាលព្រៃជ្រៅពេលនោះពួកគេបានចូលទៅថ្វាយអង្គមព្រះអង្គបន្ទាប់មកទៀតពួកគេក៏បានសួរអំពីផ្លូវទៅរកប្រាសាទមួយនោះព្រះសង្ឃក៏បានចាប់ផ្ដើមមានមន្តដីកាថាតើពួកឯងមកទីនេះពួកឯងចង់បានអ្វីបើសិនជាពួកឯងមកទីនេះដែលមានភាពលោភលន់នោះភាពលោភលន់នឹងមិនអាចនាំឲ្យពួកឯងមានជីវិតអាចរស់រានមានបានទេសូមឯងផ្លាស់ប្ដូរនៅគំនិតដែលឯងចង់ធ្វើទៅពេលនោះក្រុមពួកទុច្ចរិតបាននិយាយថាខ្ញុំមកនេះមិនមានគំនិតអាក្រក់ទេខ្ញុំគ្រាន់តែចោះមកសិក្សាស្វែងយល់អំពីប្រាសាទមួយនោះទេពួករកកំណត់ទុច្ចរិតនោះនៅតែបន្តកុហកព្រះសង្ឃប៉ុន្តែព្រះសង្ឃមានដីកាត្រឡប់មកវិញថាពួកឯងមិនបានចាប់កុហកខ្ញុំទេព្រោះខ្ញុំបានដឹងរឿងរ៉ាវពួកឯងមកទីនេះរួចរាល់ហើយខ្ញុំពិតជាមិនអាចជួយពួកឯងបានទេប្រសិនបើពួកឯងនៅតែលោភលន់ទីនេះគឺជាកន្លែងរក្សានៅទ្រព្យសម្បត្តិរបស់ព្រះមហាក្សត្រនិងទីសក្ការៈបូជាដ៏មានតម្លៃប្រសិនបើពួកឯងមិនគោរពទេសូមពួកឯងត្រឡប់ទៅវិញទៅប៉ុន្តែហាមពួកឯងមានគំនិតលោភលន់ចង់បំផ្លិចបំផ្លាញទីនេះឲ្យសោះប្រសិនបើឯងនៅតែបន្តមានគំនិតលោភលន់បែបនេះពួកឯងមិនមានសម្បីជីវិតត្រឡប់ទៅវិញឡើយនេះគឺជាការដាស់តឿនចុងក្រោយបំផុតប្រសិនបើឯងនៅតែរឹងបន្តទៅទៀតនោះកុំថាខ្ញុំមិនបានប្រាប់ពួកឯងឲ្យសោះពួកឈ្មួញទុច្ចរិតក៏បានបន្តប្រសិនបើលោកមិនចង់ប្រាប់ខ្ញុំទេក៏មិនបាច់ចាំនិយាយច្រើនដែរហាមនិយាយអីអ្វីដែលមិនបានផលមកកាន់ពួកយើងមិនចង់ស្ដាប់ទេឯងបិទមាត់របស់ឯងវិញទៅកុំនិយាយអ្វីដែលមិនបានការខ្ញុំទៅរកផ្លូវនោះដែលខ្លួនឯងក៏បានដែរ
ពួកឈ្មោះទុច្ចរិតនោះក៏បានបន្តដំណើរទៅមុខទៀតនៅពេលដែលពួកគេបានបន្តដំណើរទៅដល់ទីនោះពួកគេស្រាប់តែឃើញនៅអាប់ចុះយ៉ាងច្រើននិងពន្លឺព្រះច័ន្ទបានជះពន្លឺមកកាន់ប្រាសាទមួយនោះពួកគេពិតជាសប្បាយចិត្តនិងត្រេកអរខ្លាំងមែនទែនព្រោះវាជាទីកន្លែងមួយដែលមនុស្សសឹងតែមកមិនដល់ព្រោះវាពិតជាឆ្ងាយនិងអាចកំបាំងជាពិសេសផ្លូវដែលមកគឺសែនពិបាកនៅក្នុងការស្វែងរកណាស់ពួកគេពិតជាសប្បាយចិត្តដោយសារតែពួកគេបានឃើញនៅរូបចម្លាក់និងវត្ថុបុរាណជាច្រើនពួកគេពិតជាមានគំនិតថាវាជាពេលដែលពួកគេអាចផ្លាស់ប្ដូរជីវិតព្រោះទ្រព្យសម្បត្តិទាំងអស់នេះប្រសិនបើគេលក់ឲ្យទៅជនបរទេសនោះពួកគេនឹងបានកម្រៃជាច្រើនពួកគេប្រកាសជាបានចំណូលយ៉ាងច្រើនពីការលក់ទ្រព្យសម្បត្តិទាំងអស់នេះស្រាប់តែពេលនោះសំឡេងភ្លេងពិណពាទ្យតន្ត្រីខ្មែរបានប្រគំយ៉ាងអន្លើយនៅក្នុងព្រៃខ្យល់ក៏កាន់តែបក់ល្វើយល្វើយសំឡេងសត្វយំក៏ស្រែកយំពេញព្រៃពេលនោះគេចាប់ដើមព្រឺព្រួចនិងព្រឺក្បាលខ្ញាក់ខ្ញាក់មានសមាជិកម្នាក់បានលេចឡើងនៅសម្ដីនិយាយថាខ្ញុំគិតថាទីនេះប្រកាសជាមានអាចកំបាំងនឹងរឿងស័ក្តិសិទ្ធិជាច្រើនណាស់យើងអាចត្រឡប់ទៅវិញបានទេតើយើងយកតែរបស់របរនៅខាងក្រៅនេះដោយមិនចាំបាច់ចូលទៅខាងក្នុងបានទេខ្ញុំមានអារម្មណ៍ថាខាងក្នុងពិតជាល្ងឹតណាស់ឬមួយក៏យើងអាចចាំដល់ព្រឹកស្អែកចាំយកបានទេសមាជិកជាច្រើនទៀតនៅក្នុងក្រុមបាននិយាយថាឯងឈួតមែនទេមកដល់ទីនេះហើយឯងចង់យកតែប៉ុណ្្នឹងមែនទេរបស់របរមានតម្លៃជាច្រើននៅខាងក្នុងហេតុអីបានជាមិនចង់បានបើសិនបើឯងចង់បានតែប៉ុណ្្នឹងឯងត្រឡប់ទៅមុនចោះកុំយករបស់អីចេញពីទីនេះសោះទុកឲ្យពួកយើងវិញសមាជិកផ្សេងទៀតបាននាំគ្នាសើចសប្បាយក្អាកក្អាយនៅភាពលោភលន់របស់ពួកគេស្រាប់តែពេលនោះសំឡេងភ្លេងក៏កាន់តែលឺឡើងចេញពីខាងក្នុងប្រាសាទពួកគេបានក្រឡេកភ្នែកមើលចុះឡើងជុំវិញស្រាប់តែឃើញនារីរបាំម្នាក់កំពុងតែឈររាំនៅមុខពួកគេពេលនោះពួកគេបានសួរទៅកាន់នារីម្នាក់នោះថាតើនាងជាអ្នកណាហេតុអ្វីបានជាមកឈរនៅទីនេះម្នាក់ឯងហេតុអ្វីបានជានាងមិននិយាយស្ដីអ្វីទៅសោះនាងដឹងទេថានៅក្នុងនេះមានអ្វីជាច្រើនដែលពួកយើងអាចយកបានតើនៅក្នុងនេះមានវត្ថុមានតម្លៃអ្វីខ្លះទៅបើសិនបើនាងមិនប្រាប់យើងទេកុំប្រាប់ថាយើងមិនបានប្រាប់នាងឲ្យសោះណាឯងឆាប់ប្រាប់យើងមកថាមានអ្វីនៅខាងក្នុងនេះមានតម្លៃប្រសិនបើនាងមិនប្រាប់ទេពួកយើងនឹងចាត់ការនាងនៅក្នុងព្រៃនេះហើយណានាងស្រីតែម្នាក់ឯងផងកុំថាយើងមិនបានប្រាប់បើសិនជានាងចង់សុខឆាប់ប្រាប់យើងភ្លាមមកពេលនោះវិធីដែលជាមេក្រុមបានទៅចាប់ដៃនិងអង្អែលខ្លួនស្ទាបអង្អែលខ្លួនប្រាណរបស់នារីរបាំម្នាក់នោះហើយគេបាននិយាយថាស្បែករបស់នាងទន់ណាស់ខ្ញុំពិតជាចង់ភ្លក់ខ្លាំងមែនតែនថាតើនឹងមានរសជាតិបែបណានៅពេលដែលជួបនារីនៅក្នុងព្រៃបែបនេះតើនាងពិតជាមិនទាន់មានប្តីមែនដែរឬទេតើនាងមកទីនេះដើម្បីអ្វីដែរហេតុអ្វីបានជានាងមិននិយាយស្អីបែបនេះប្រុសមួយក្រុមនោះបានចាប់ផ្ដួលនារីម្នាក់នោះរំលោភបំពាននៅកណ្ដាលមុខប្រាសាទមួយនោះស្រាប់តែនៅពេលដែលពួកគេដឹងខ្លួនឡើងវិញពួកគេបានដេកនៅក្នុងស្ទឹងមួយនៅជាប់ជាមួយនឹងប្រាសាទនោះនៅលើតោថ្មពួកគេក៏បានដឹងខ្លួនឡើងក៏ចាប់ដើមឆ្ងល់មុននេះតើពួកយើងបានជួបអីហេតុអ្វីបានជាយើងមកដេកនៅទីនេះវិញយើងកំពុងតែជួបនារីស្រស់ស្អាតម្នាក់តើហេតុអីបានជាយើងមកដេកនៅលើតោថ្មនេះវិញពេលនោះពួកគេក៏ចាប់ដើមគ្នាឆ្ងល់ចូលទៅក្នុងប្រាសាទដើម្បីប្រម៉ែប្រមូលនៅវត្ថុមានតម្លៃទាំងអស់នៅក្នុងទីនេះព្រោះពួកគេមានគម្រោងទៅយកត្បូងមួយដែលគេបានល្បីថានៅក្នុងប្រាសាទនេះមានបន្សល់ទុកនៅត្បូងមានតម្លៃជាច្រើននិងមាសពេជ្រជាច្រើនកាលពីសម័យកាលបុរាណដែលគេបានកប់ទុកនៅក្នុងនេះនៅពេលដែលមានសង្គ្រាមនៅពេលពួកគេបានបន្តចូលទៅខាងក្នុងពួកគេបានឃើញពន្លឺពណ៌ខៀវផ្លេកចាំងយ៉ាងខ្លាំងចេញពីតាមជញ្ជាំងប្រាសាទពួកគេគិតថានៅក្នុងទ្វារមួយនោះដែលនៅខាងមុខពួកគេប្រកាសជាមានវត្ថុដ៏មានតម្លៃជាច្រើនព្រោះពន្លឺបានផុសចេញមកពីខាងក្នុងពេលនោះពួកគេបានសប្បាយចិត្តជាខ្លាំងពួកគេក៏បានបើកទ្វារនោះចូលទៅខាងក្នុងហើយនៅពេលដែលបើកទៅដល់ពួកគេបានឃើញនៅផ្កាឈូកមាសមួយដ៏ចាំងមានពន្លឺជះយ៉ាងក្រៃលែងពួកគេសប្បាយចិត្តសមាជិកម្នាក់ក៏បានទៅកាច់ផ្កាឈូកមួយនោះពួកគេសប្បាយចិត្តជាមួយនឹងអ្វីដែលពួកគេបានធ្វើខ្លាំងណាស់ស្រាប់តែមួយរំពេចក្រោយមកពួកគេបានឃើញនារីរបាំម្នាក់កំពុងតែឈរពីមុខពួកគេបានសម្លឹងមករកវិធីកំពុងតែកាន់ផ្កាឈូកមាសនោះពេលនោះសមាជិកផ្សេងទៀតបានតក់ស្លុតនិងភ័យព្រឺព្រួលយ៉ាងខ្លាំងសំឡេងភ្លេងកាន់តែឮខ្លាំងឡើងនៅក្នុងប្រាសាទខ្យល់ក៏កាន់តែបក់ខ្លាំងពេលនោះសត្វបក្សាបក្សីក៏បានយំពេញផ្ទៃប្រាសាទសំឡេងដ៏រន្ធត់នៅក្នុងប្រាសាទនោះបានបន្លឺឡើងជាខ្លាំងខ្យល់និងប្រាសាទក៏កាន់តែអង្គើពេលនោះពួកគេតក់ស្លុតមែនទែនពួកគេគិតថាប្រហែលជាវត្ថុស័ក្តិសិទ្ធិនៅក្នុងនេះ
កំពុងតែគម្រាមមកដល់ពួកគេហើយពួកគេបានខ្លាចនឹងភ័យតក់ស្លុតជាមួយនារីរបាំម្នាក់នោះយ៉ាងខ្លាំងពេលនោះនារីរបាំម្នាក់នោះក៏បាននិយាយថាភាពលោភលន់និងមិនគោរពរបស់ពួកឯងនឹងនាំពួកឯងទៅកាន់នរកដែលគ្មានថ្ងៃចាក់ចេញពីទីនេះបាននោះទេពួកឯងនឹងមិនមានសម្បីតែជីវិតត្រឡប់ទៅរកប្រពន្ធកូនវិញឡើយអ្នកណាដែលបានសាងអ្វីអ្នកនោះនឹងទៅតែទទួលផលកម្មទាំងអស់នោះពួកឯងគ្មានថ្ងៃនឹងត្រឡប់ចេញទៅវិញបានទេពួកឯងនឹងធ្វើជាគ្រឹះប្រាសាទមួយនេះបន្តទៅទៀតពួកឯងត្រូវតែទទួលផលកម្មគ្រប់យ៉ាងដែលពួកឯងបានធ្វើគ្មានអ្វីដែលពួកឯងអាចរិចផុតបានទេមុនពេលពួកឯងទទួលផលកម្មទាំងអស់នេះសូមឯងមើលទៅខាងនោះទៅឯងនឹងឃើញនៅរឿងរ៉ាវដែលកាត់ឡើងចំពោះយើងបានលះបង់ច្រើនណាស់ដើម្បីជាតិមួយនេះពួកឯងនឹងមើលទៅពួកឯងនឹងឃើញអំពីដូនតាបានខិតខំយ៉ាងណាដើម្បីថែរក្សានៅវត្ថុទាំងអស់នេះពួកឯងពិតជាលោភលន់ពួកឯងត្រូវតែទទួលផលកម្មទាំងអស់នោះពួកឯងមើលទៅពេលនោះពួកគេបានឆ្លងកាត់ចូលទៅក្នុងសម័យកាលបុរាណបានឃើញនៅទស្សនវិជ្ជាអំពីនៃការលះបង់របស់នារីរបាំម្នាក់នោះបានបូជាជីវិតដើម្បីថែរក្សានៅកេរដំណែលនិងវត្ថុបុរាណនឹងមានតម្លៃទាំងអស់របស់ខ្មែរពេលនោះពួកគេក៏បានឃើញការកលយុគសង្គ្រាមនៅក្នុងប្រទេសពួកជនឈ្លានពានបានមានគំនិតកំទេចកំទីបំផ្លាញនិងលួចយកនៅទ្រព្យសម្បត្តិមានតម្លៃរបស់ខ្មែរពេលនោះពួកគេបានឃើញនៅរឿងរ៉ាវទាំងអស់នោះស្រាប់តែពួកគេមានគំនិតចង់រត់ចាក់ចេញពីក្នុងប្រាសាទមួយនោះប៉ុន្តែទ្វារនៃប្រាសាទមិនបានបើកឲ្យពួកគេចេញនោះទេព្រោះផលកម្មដែលពួកគេបានសាងនិងប្រព្រឹត្តត្រូវតែទទួលទោសទៅតាមច្បាប់ធម្មជាតិដែលបានកំណត់បណ្ដាសានៃប្រាសាទបានលេចឡើងនិងដាក់បណ្ដាសាទៅកាន់ពួកជនដែលលោភលន់ទាំងអស់ឲ្យទទួលផលកម្មស្លាប់តៃហោងនិងវិនិច្ឆ័យប្រាស់ទាំងពូជពេលនោះពួកគេបានទទួលផលកម្មទាំងអស់នោះស្រាប់តែមួយរំពេចក្រោយមកថ្មនៃប្រាសាទក៏បានបាក់និងសង្កត់ពួកគេស្លាប់ដោយម្នាក់គ្មាននរណាម្នាក់អាចរួចផុតជីវិតចេញពីទីនោះបានឡើយសាកសពរបស់ពួកគេបានបែកខ្ទេចខ្ទីដូចជាបំណែកថ្មនៃប្រាសាទផលកម្មដែលពួកគេទទួលគឺជាការដែលពួកគេបានលោភលន់ចុងបញ្ចប់នៃសាច់រឿងជនលោភលន់ទាំងអស់ត្រូវបានស្លាប់និងទទួលផលកម្មពួកគេដែលពួកគេបានសាងទាំងអស់ដូចនេះរឿងមួយនេះចាប់ពិតជាមានអត្ថន័យអប់រំនិងជាសារដាស់តឿនទៅដល់បងប្អូនទាំងអស់គ្នាមែនទែនដូចនេះអត់មានសង្ឃឹមថានៅពេលដែលយើងបានទៅទស្សនាប្រាសាទឬមួយក៏តំបន់ដែលស័ក្តិសិទ្ធិផ្សេងៗយើងគួរតែមានការគោរពនិងកុំលួចឬក៏កុំយករបស់របរដែលមានតម្លៃចេញពីប្រាសាទឬក៏ទីកន្លែងសក្ការៈបូជាអីសោះរឿងមួយនេះក៏បានបញ្ចប់ត្រឹមនេះភាពបញ្ចប់នៃរឿងពិតជាមានតម្លៃអប់រំទៅកាន់អ្នកទស្សនានិងស្ដាប់មែនទែនពិតជាអរគុណទៅកាន់អ្នកទាំងអស់គ្នាដែលបានស្ដាប់រឿងរ៉ាវមួយនេះតាំងពីដើមរហូតដល់ចប់ដូចនេះអ្នកទាំងអស់គ្នាកុំភ្លេចជួយ Subscribe និង Follow នៅ Channel របស់ Admin ផងណារាល់រឿងក្រោយៗទៀត Admin នឹង Post Update ជាច្រើនសម្រាប់អ្នកតាមដានដូចនេះអរគុណសម្រាប់ធ្វើការទស្សនាតាំងពីដើមរហូតដល់ចប់អរគុណជម្រាបលាជួបគ្នានៅរឿងក្រោយ